កសិករនៅខេត្តរតនគិរីចាប់ផ្ដើមប្រមូលផលដំណាំដំឡូងមីជាមួយនឹងតម្លៃលក់ចេញ650រៀលក្នុង1គីឡូក្រាមប្រជាកសិករនៅខេត្តរតនគិរីបានចាប់ផ្ដើមប្រមូលផលដំណាំដំឡូងមីក្រៀមនិងដំឡូងមីស្រស់ចាប់ពីដើមខែមករាឆ្នាំ2026តទៅដើម្បីយកទៅលក់ឲ្យឈ្មួញបាននៅក្នុងតម្លៃជាង650រៀលនៅក្នុង1គីឡូក្រាមសម្រាប់ដំឡូងមីក្រៀមប្រជាកសិករនៅភូមិសឹកឃុំតាអងស្រុកកូនមុំបានរៀបរាប់ថាលោកស្រីដាំដំឡូងមីមានផ្ទៃដីចំនួន2ហិកតាលើដីជួលគេក្នុង1ហិកតាតម្លៃ1លានរៀលស្មើនឹងទឹកប្រាក់2លានរៀលចាប់ផ្ដើមដាំដំឡូងមីនិងរាស់ដីព្រមទាំងប្រមូលផលជួលគេធ្វើទាំងអស់ប៉ុន្តែក្នុងនោះនៅសល់ថវិកាបានតិចតួចខ្លាំងណាស់ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារដោយគ្មានមុខរបរធ្វើដំឡូងមីស្ងួតដឹកជញ្ជូនទៅលក់ឲ្យឈ្មួញដល់ទីតាំងដេប៉ូក្នុងតម្លៃ650រៀលនៅក្នុង1គីឡូក្រាមបើតាមប្រធានមន្ទីរកសិកម្មខេត្តរតនគិរីបានបញ្ជាក់ថាផ្ទៃដីដាំដំឡូងមីមានចំនួន19542ហិកតាផ្ទៃដីប្រមូលផលបានមាន19042ហិកតាក្នុងនោះខូចខាតដំណាំដោយសារទឹកជំនន់ទឹកភ្លៀងអស់500ហិកតាបើគិតមកដល់ពេលនេះប្រមូលផលបានប្រមាណជា20% នៃផ្ទៃដីប្រមូលផលទាំងអស់សូមអរគុណចំពោះការតាមដានទស្សនាព័ត៌មានសេដ្ឋកិច្ច Update Today